ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជូនបងប្អូនតាក់ទងទៅនឹងការរក Subscriber 1k Subscriber ត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះបងប្អូនអញ្ចឹងវីដេអូនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់បងប្អូនយើងដែលទើបចាប់ផ្ដើមចង់ចេះរកលុយជាមួយនឹង YouTube ឬក៏បងប្អូនកំពុងតែចាប់ផ្ដើមធ្វើហើយមានអារម្មណ៍ថាពិបាកចិត្តឬក៏ stress បាទជាមួយនឹងការរក 1k Subscriber ដូចយូរដល់ហើយដឹងការណាបានគ្រប់ទេលោកអើយលោកបាទអញ្ចឹងណាអញ្ចឹងបងប្អូនឈប់ភ័យឈប់បារម្ភមើលវីដេអូរបស់ខ្ញុំមួយនេះដល់ចប់ទាំងអស់គ្នាបងប្អូននឹងបានផលហើយត្រឹមតែមួយសប្តាហ៍ទេឬក៏យ៉ាងយូរបំផុតបាទ2សប្តាហ៍ចុះប៉ុន្តែបើសិនជាបងប្អូនមិនធ្វើតាមវិធីខ្ញុំណា 1k Subscriber យ៉ាងហោចណាស់ក៏3-4 ខែដែរបាទបើបងវីដេអូរបស់បងប្អូនអត់មានការតាក់ទាញទៀតបាទចូលកន្លះឆ្នាំឬក៏មួយឆ្នាំក៏មានដែរហ្នឹងហើយអញ្ចឹងកុំភ្លេចធ្វើតាមវិធីនេះណាបងប្អូននឹងរក 1k Subscriber ដោយងាយស្រួលបាទហ្នឹងហើយអូខេឥឡូវដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនបាទថតនៅវាលស្រែទេបាទដោយសារតែខ្ញុំរវល់ធ្វើការជាមួយនឹងក្រុមហ៊ុនឯកជនអញ្ចឹងមានពេលតិចតួចណាស់នៅក្នុងការធ្វើវីដេអូចែករំលែកជូនបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងមួយទៀតខ្ញុំវីដេអូនេះមិនមានភាពជា professional ឬក៏លក្ខណៈអាជីពអីវីដេអូចេញមកស្តង់ដារដែរបងប្អូនខ្ញុំធ្វើវីដេអូបែបសាមញ្ញចែករំលែកជូនបងប្អូនទេបាទអញ្ចឹងសូមអធិស្ឋានរកកំហុសឆ្គងឬក៏កង្វះខាតនៅក្នុងវីដេអូនេះសំខាន់បងប្អូនបាទរៀនស្វែងយល់ទាំងអស់គ្នាហើយយើងកុំប្រកាន់បាទសម្រាប់អ្នករៀនយើងបាច់ចាំប្រកាន់ទេសំខាន់យើងបានចំណេះដឹងអូខេឥឡូវយើងចូលទៅក្នុងអេក្រង់ទូរស័ព្ទទាំងអស់គ្នាណាបងប្អូនបាទតើមើលពីរបៀបរក 1k Subscriber ត្រឹមតែមួយសប្តាហ៍បាទអូខេ let's go ហ្នឹងហើយបងប្អូនឥឡូវយើងបើកជាមួយនឹងកម្មវិធី YouTube មកបងប្អូនសូមអធិស្ឋានផងដោយសារតែខ្ញុំថតអេក្រង់ទូរស័ព្ទនេះខ្ញុំភ្លេចបើកម៉ៃទូរស័ព្ទអញ្ចឹងទៅក៏ខ្ញុំយកមកបញ្ចូលសំឡេងនៅតាមក្រោយអញ្ចឹងណាបងប្អូនអញ្ចឹងរាល់កំហុសឬក៏ពាក្យសម្ដីកន្លែងណាដែលខុសឆ្គងអីសូមអធិស្ឋានទុកជាមុនផងបងប្អូនដោយសារតែខ្ញុំខំនិយាយបានល្អមែនទែននៅក្នុងវីដេអូហ្នឹងប៉ុន្តែចៃដន្យអីដល់ពេលថតចប់ដើម្បីចែកម្លែកទៅបងប្អូនណាពេលថតចប់មើលទៅលេងភ្លេចបើកម៉ាយពិតជាស្ដាយមែនតើបងប្អូនអើយឥឡូវនៅពេលដែលបងប្អូនបើក YouTube អញ្ចឹងហើយណាបងប្អូនគឺគេលេងជាមួយនឹងប្រភេទវីដេអូ short បាទអញ្ចឹងគឺគេលេងជាមួយប្រភេទវីដេអូ short ចេះបងប្អូនវីដេអូបែបវែងប្រឈរអញ្ចឹងណាអញ្ចឹងការរក Subscriber គឺគេរកជាមួយប្រភេទវីដេអូបែបហ្នឹងឯងអញ្ចឹងវីដេអូដែលលេចធ្លោនៅលើអេក្រង់ home feed ទូរស័ព្ទរបស់យើងបែបហ្នឹងគឺជាវីដេអូដែលផ្ទុះហើយវីដេអូដែលល្អហើយបានវាសាក់ចេះឬក៏រុញឲ្យយើងឃើញណាគឺជាវីដេអូដែលល្អហើយអញ្ចឹងបងប្អូនយកវីដេអូប្រភេទហ្នឹងឯងដែលយកមកលេងដើម្បីរក Subscriber ឲ្យបានលឿន1k ហ្នឹងយើងរកឲ្យបានលឿនអញ្ចឹងណាតែបងប្អូនកុំភ្លេចធ្វើតាមការណែនាំរបស់ខ្ញុំតែបើធ្វើមិនត្រឹមត្រូវដោយខ្ញុំបង្ហាញជូនទៅបងប្អូនចែករំលែកទៅបងប្អូនទេច្បាស់ជាអត់បានផលទេហ្នឹងហើយនេះបងប្អូនឧទាហរណ៍ខ្ញុំចង់លេងវីដេអូមួយនេះណាបងប្អូនបាទចឹងនេះបងប្អូនយើងដើម្បីលេងប្រភេទវីដេអូអញ្ចឹងដើម្បីរក Subscriber នេះបងប្អូនចុចលើកន្លែងសញ្ញាបូកមិញណាហើយចុចយកកន្លែងgreen screen បងប្អូនហ្នឹងហើយនេះដោយសារមើលអត់ចង់ឃើញលើអេក្រង់បាទអញ្ចឹងបន្ទាប់ពីចុច green screen មកបងប្អូនចុចកន្លែងពាក្យរួចរាល់ហ្នឹងមកណាបាទអញ្ចឹងហើយបងប្អូនមើលកន្លែងរយៈពេលនេះផងដោយសារវីដេអូបើសិនជាយើងមិនបានសេរីនាទីកន្លែងហ្នឹងទេវាច្បាស់ជាអត់ពេញសាច់វីដេអូដើមរបស់គេដែលយើងយកមកលេងហ្នឹងទេអញ្ចឹងបងប្អូនចុចលើកន្លែងលេខ15ហ្នឹងមកនេះបាទដើម្បីឲ្យបាន60វិនាទីហើយយើងបានឃើញវីដេអូពេញរបស់វាគឺមានរយៈពេលវែងជាង15វិនាទីមិនមែនតែ15វិនាទីហ្នឹងទេគឺវែងជាងអញ្ចឹងយើងយកដៃមកទាញអាកន្លែងហ្នឹងទាញឲ្យកាប់ឲ្យដល់ចុងរបស់វីដេអូហ្នឹងមកហើយវីដេអូហ្នឹងមានរយៈពេល 29.2 វិនាទីអញ្ចឹងណាបងប្អូនហើយតមកទៀតបងប្អូនចុចអាកន្លែងពាក្យរួចរាល់ហ្នឹងមកដើម្បីឲ្យវាដំណើរការនេះអញ្ចឹងនៅពេលដែលវាដំណើរការរួចហើយណាបងប្អូនវានឹងចេញរូបរបស់យើងនៅលើអេក្រង់បែបលក្ខណៈ green screen លក្ខណៈថាវាកាត់ផ្ទៃ background របស់យើងណាបាទអញ្ចឹងយើងយកម្រាមដៃ2នេះយើងបរិចបរួមយកទៅសកត់លើអេក្រង់ទូរស័ព្ទចំលើមុខមាត់យើងណាដើម្បីឲ្យរូបភាពហ្នឹងវារាមតូចបាទវារួមតូចកុំឲ្យបាំងសាច់វីដេអូខាងក្រោយរបស់យើងបាទនេះនឹងយើងទាញអញ្ចឹងមកបងប្អូនបាទហើយយើងទាញយកទៅដាក់នៅកន្លែងណាដែលបងប្អូនចង់ដាក់មកជាការល្អបងប្អូនដាក់
គៀនជ្រុងអញ្ចឹងមកបាទដាក់កណ្ដាលក៏បានដែរគាត់ថាវាអត់សមរម្យវាបាំងជាមួយសាច់វីដេអូដើមរបស់គេអញ្ចឹងវាអត់ល្អមើលអញ្ចឹងណាបងប្អូនអញ្ចឹងគឺយើងលក្ខណៈថាយើងទាញវីដេអូរបស់គេយកមកធ្វើការលេងដូច TikTok អញ្ចឹងបងប្អូនដូចគេលេងលើ TikTok អញ្ចឹងយកវីដេអូរបស់គេមកធ្វើការនិយាយអញ្ចឹងណាយកមកនិយាយដើម្បីsubscriber លើ channel របស់យើងអាហ្នឹងអត់មានខុសគោលការណ៍អីទេបងប្អូនដោយសារក្រុមហ៊ុន YouTube គេឲ្យយើងលេងអញ្ចឹងទេបាទវាលេងបែប TikTok អញ្ចឹងណារួចហើយបងប្អូនអាកន្លែងនេះកន្លែងមីក្រូហ្នឹងកុំភ្លេចចុចបើកផងក្រៃលោវាមានសញ្ញាខ្វែងឬក៏សញ្ញាប្រឆិតដូចយើងហ្នឹងយើងគូសខ្វែងណាអញ្ចឹងបងប្អូនត្រូវបើកដើម្បីយើងយកមកនិយាយនៅលើ voice over ទៅលើសាច់វីដេអូរបស់យើងបាទហើយខ្ញុំក៏ធ្លាប់ដែរបងប្អូនខ្ញុំធ្លាប់ភ្លេចបើកកន្លែងមីក្រូនឹងដែរខំថតមួយស្អាតនិយាយមួយស្អាតលេងភ្លេចបើកមីក្រូដើម្បីនិយាយដល់ពេលអញ្ចឹងយើងវាខាតពេលក្នុងការធ្វើម្ដងទៀតណាក្នុងការថតឬក៏និយាយ voice over ម្ដងទៀតអញ្ចឹងណាបងប្អូនឥឡូវរួចរាល់ហើយបងប្អូនចុចអាកន្លែងនេះសញ្ញា record នេះសញ្ញាថតវីដេអូនឹងមកបាទនេះបាទថតហើយយើងនិយាយមកយើងនិយាយថាវីដេអូនឹងមើលទៅមិនយើងនិយាយតាមអារម្មណ៍របស់យើងតាមការយល់ឃើញរបស់យើងនៅក្នុងវីដេអូនឹងអញ្ចឹងណាបងប្អូនបាទបើសិនជាបងប្អូនមិននិយាយទេវីដេអូនឹងអត់សូវផ្ទុះអត់សូវមាន view ទេបាទតែបើបងប្អូននិយាយកាន់តែស្អាតដូចគេ voice over នៅក្នុង TikTok ឬក៏ Facebook ដែលបងប្អូនធ្លាប់ឃើញគេធ្វើវីដេអូលក្ខណៈយកមកនិយាយ voice over មកទៅស្អាតរលូនហើយតាក់ទាញអញ្ចឹងណាសំឡេងតាក់ទាញអញ្ចឹងដល់ល្អមកឥឡូវវីដេអូនេះចប់ហើយបាទបន្ទាប់ពីចប់ហើយបងប្អូនបាទបងប្អូនចាំចុចអាកន្លែងសញ្ញាបាទសញ្ញាគ្រីសណាបាទចុចសញ្ញានឹងហើយកន្លែងសញ្ញាគ្រីសខាងក្រោមហ្នឹងបាទបន្តទៀតបងប្អូនចុចកន្លែងពាក្យបន្ទាប់ហ្នឹងហើយអានេះគឺបងប្អូនអូសឡើងលើចង់កែគឺយើងអូសឡើងលើប៉ុន្តែឥឡូវខ្ញុំអូសមកក្រោមវិញបាទនោះឃើញអក្សរខ្មែរក្រមអត់គេថាចង់កែអូសឡើងលើបាទតែឥឡូវខ្ញុំអត់កែទេអូសុំទោសបាទជាប់ច្រឡំថតអេក្រង់បាទហើយអញ្ចឹងបងប្អូនចុចកន្លែងសញ្ញាគ្រីសសញ្ញាធីកនឹងមកដើម្បីយើងបន្តទៅមុខទៀតណានេះហើយបន្តទៀតបងប្អូនចុចអាកន្លែងបន្ទាប់ពាក្យបន្ទាប់ណាបាទឥឡូវចុចបន្ទាប់ឲ្យបងប្អូនកំពុងតែដំណើរការហើយការដំណើរការនេះបងប្អូនក៏វាអាស្រ័យទៅលើអ៊ីនធឺណិតរបស់បងប្អូនហើយនឹងទូរស័ព្ទបងប្អូនដែរតើម៉ាស៊ីនទូរស័ព្ទយើងដើរលឿនអត់អ៊ីនធឺណិតយើងដើរលឿនអត់បើសិនជាខ្សោយទាំងអស់បាទរៀងយូររៀងយឺតតិចដែរអញ្ចឹងចង់ប្រាប់ថាធ្វើអីក៏មានការតស៊ូនិងព្យាយាមអត់ធ្មត់ដែរបងប្អូនអើយវាមិនដូចចិត្តយើងចង់បានភ្លាមទេអ្វីក៏ដោយបើមិនខំប្រឹងបើមិនតស៊ូបើមិនព្យាយាមអត់ធ្មត់ទេគឺវាមិនបានលទ្ធផលអីទេអញ្ចឹងជីវិតយើងរស់នៅមានតែប៉ុណ្្នឹងឯងបងប្អូនឥឡូវបន្ទាប់ពីចេញមកអាហ្នឹងមកហើយនេះអាកន្លែងនេះគឺវាឲ្យយើងដាក់ចំណងជើងអញ្ចឹងណាអញ្ចឹងចំណងជើងបងប្អូនទៅសេរៀបរាប់ចំណងជើងហើយចាំដាក់ hashtag ក៏បានឬក៏បងប្អូនមិនដាក់ក៏បានយើងប្រើ hashtag ដែលវាឲ្យស្រាប់ហ្មងទៅតែបងប្អូនត្រូវមើលដែរតើ hashtag ដែលឲ្យស្រាប់ហ្នឹងវាត្រូវទៅនឹងសាច់វីដេអូខ្សែវីដេអូរបស់យើងអត់ព្រោះពេលខ្លះក៏វាមិនឲ្យដូចដែរណាបងប្អូនកន្លែងហ្នឹងណាហ្នឹងហើយតែបងប្អូនមានពេលដាក់ចំណងជើងសិនទៅចាំរើស hashtag ឬក៏ធ្វើ hashtag សរសេរ hashtag ខ្លួនឯងគិតថាតាក់ទងនឹងសាច់វីដេអូហ្នឹងយើងសរសេរខ្លួនឯងមកអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំរួចរាល់ហើយកន្លែង hashtag ហ្នឹងខ្ញុំសុំយកប៉ុណ្ណឹងតទៅទៀតបងប្អូនជួយអាបន្ទាប់មិញមកណាបាទហើយកន្លែងនេះរើស thumbnail បងប្អូន thumbnail ហ្នឹងដូចបងប្អូនដឹងហើយនៅពេលដែលយើងអូស YouTube មកឃើញអាកន្លែងសាច់វីដេអូកន្លែងហ្នឹងមុនគេហ្មងគេហៅសាច់ thumbnail សាច់តាក់ទាញអាកន្លែង clip ដែលតាក់ទាញណាកន្លែងនេះបងប្អូនមើលផងលទ្ធភាពមើលឃើញនេះបងប្អូនត្រូវយកកន្លែងសាធារណៈច្រឡំផុសទៅលេងចូលក្នុងឯកជនបាទសំទោលេងអត់មាន view ឆ្ងល់បាទហ្នឹងមកវាយើងផុស private មើលឃើញតែយើងម្នាក់ឯងទេបងប្អូនចុចមើលកន្លែងបង្ហាញផ្សេងទៀតមកបងប្អូនចង់បញ្ចូលលេខបន្ថែមទៀតមកតែខ្ញុំអត់ទេដោយសារមានពេលចែករំលែកតិចតួចអញ្ចឹងយើងចុចកន្លែងបង្ហោះវីដេអូខ្លីមកហ្នឹងហើយឥឡូវនេះបងប្អូនមើលកន្លែងសញ្ញាព្រួញកន្លែងអ្នកនោះវាកំពុងតែរត់មានន័យថាវាកំពុងតែផុសបាទកំពុងតែផុសវីដេអូបានប៉ុន្មានភាគរយហើយអញ្ចឹងណានៅពេលដែលផុសពេញយើង refresh យើងអូសទូរស័ព្ទឲ្យខ្លាំងមកក្រមមកវានឹង refresh ថាឃើញវីដេអូយើងបានបង្ហោះហើយនេះបានបង្ហោះនៅប៉ុស្តិ៍របស់អ្នកបងប្អូនអញ្ចឹងវីដេអូនឹងបានផុសហើយនេះឃើញទេបាទ
នឹងរួចហើយមួយអញ្ចឹងបងប្អូននេះវីដេអូចាស់ខ្ញុំធ្លាប់ធ្វើបងប្អូន view 1.5k ដែរតាហើយអានោះ864 view ដែរតាបាទអញ្ចឹងគឺគេធ្វើបែបហ្នឹងឯងប៉ុន្តែបងប្អូនត្រូវតែធ្វើយ៉ាងហោចណាស់មួយថ្ងៃឲ្យបាន5បើបងប្អូន5ហ្នឹងធ្វើក្នុងពេលតែមួយក៏បានឬក៏ធ្វើតាមពេលវេលាណាដែលបងប្អូនអាចឆ្លៀតបានទំនេរអីចាំយើងធ្វើក៏បានដែរប៉ុន្តែធ្វើមិនឲ្យបានមួយថ្ងៃ5ទៅយ៉ាងតិចបំផុតច្រើនជាងហ្នឹងក៏បានដែរឲ្យតែមានពេលណាបងប្អូនបាទយើងរើសវីដេអូល្អយកមកលេងយកមកធ្វើមកបាទអញ្ចឹងវានឹងរួចឲ្យផ្ទុះហើយពួកខ្ញុំធ្លាប់បត់ពិសោធន៍ហើយខ្ញុំអ្នកខ្លះគេធ្វើដល់បាន 100k បងប្អូនប្រភេទអញ្ចឹងណាយើងលេងតែអញ្ចឹងទេបាទក៏អាចរក subscriber ដល់ 100k បានដែរបើមិនជឿក៏ខ្ញុំមិនដឹងធ្វើម៉េចដែរដោយសារខ្ញុំធ្លាប់ជួបផ្ទាល់ហើយបាទខ្ញុំមានមិត្តភ័ក្តិឬក៏បាទមិត្តភ័ក្តិដែលយើងរួមគ្នាក្នុងក្រុមអីចឹងណាអ្នកដែលធ្វើ YouTube ជាមួយគ្នាណាបាទហើយខ្ញុំខ្លួនឯងក៏ខ្ញុំធ្លាប់ធ្វើដែរខ្ញុំធ្វើបានតែ 40k អីជាងទេពី 10k 5k អីគ្មានអីពិបាកទេអញ្ចឹងណាឥឡូវខ្ញុំកំពុងតែរកវីដេអូដែលតាក់ទាញមួយទៀតដែរថាតើគួរយកវីដេអូប្រភេទណាយកមកលេងបាទឥឡូវនេះបាទវីដេអូនេះគេឲ្យមានដៃច្រើនដែរ 58,000 បាទ 58,000 គឺ 58,000 នាក់បាទហើយបងប្អូនតាក់ទងនឹងការយកវីដេអូនេះមកលេងណាត្រូវតែគេហៅថាស្តៀងទៅនឹង content របស់យើងដើម្បីនៅពេលដែលយើងផុសវីដេអូវែងឬក៏ឡងចេញទៅវាមានអ្នកមើលបាទបើសិនជារៀងខុស content វាអត់សូវល្អទេបងប្អូនមិនមែនថាខុសគោលការណ៍គាត់ថាវាធម្មតាបងប្អូន channel YouTube គេមិនសូវឲ្យធ្វើចម្រោះជាតិសាសន៍អីគេឲ្យចម្រោះcontent ទេបាទធ្វើ content អីគឺធ្វើហ្នឹងអាហ្នឹងបាន YouTube វាជំរុញ channel របស់យើងឲ្យមាន view ឥឡូវឧទាហរណ៍ខ្ញុំយកវីដេអូមួយនេះយកមកលេងដោយសារគេឲ្យមានដៃច្រើនណាបងប្អូនបាទឡើង 23,000 ហ្មងអ្នកឲ្យមានដៃណាបាទអញ្ចឹងនេះបាទ view ដល់2លានជាងបងប្អូនទំផុសដែរទេបាទខែ2 2026 view ឡើង2លានជាងបាទឥឡូវខ្ញុំយកអានេះមកលេងមួយបងប្អូនចុចអាកន្លែងសញ្ញាបូកចឹងមកបន្តមកទៀតជួរទី4ណា green screen បាទបើភាសាអង់គ្លេសទូរស័ព្ទបងប្អូនភាសាអង់គ្លេសយើងមើលទៅណាមើលចំណាំសញ្ញាទៅហើយកុំភ្លេចចុចអាកន្លែងលេខ15មិញផងបាទដើម្បីឲ្យចេញលេខ60វិនាទីធម្មតាវីដេអូ short គឺមានរយៈពេល60វិនាទីដល់លើ60វិនាទីលែង short ហើយវាទៅជាវីដេអូវែងណាហ្នឹងហើយចុចរីរាល់បាត់ហើយឥឡូវខ្ញុំយកមកបញ្ចូលសំឡេងតាមក្រោយប្រហែលជាកន្លែងនេះខ្ញុំធ្វើខុសបច្ចេកទេសហើយបាទបានតែ15វិនាទីទេពេលថតរួចឥឡូវនេះខ្ញុំយកម្រាមដៃ2ដើម្បីទាញរូបព្រមខ្លួនឯងឲ្យបានតូចហើយដើម្បីយកទៅដាក់នៅគៀនកន្លែងណាដែលយើងចង់ដាក់កុំឲ្យបាំងវីដេអូដើមគេណាតែបាំងគេហើយរូបយើងធំពេកក៏គេអត់ចង់មើលដែរបាទគេមើលតែវីដេអូនោះខាងក្រោយអត់ដែលមានប្រយោជន៍ជាងហ្នឹងហើយនេះកុំភ្លេចបើកមីក្រូផងបើមិនបើកទេខំនិយាយមកស្អាតអត់ជាប់ទេបាទដូចតែខ្ញុំប្រាប់បងប្អូនពីដើមអញ្ចឹងវីដេអូនេះខំនេះមកស្អាតបាទយកមកអត់បានបើកមីក្រូដើម្បីនិយាយអត់បានស្រូបសំឡេងយើងដែលបាននិយាយសោះនេះឥឡូវវីដេអូនេះខ្ញុំបានធ្វើនេះកំពុងតែនិយាយរៀបរាប់បាទវីដេអូនេះមិនតាមការយកឃើញរបស់យើងអញ្ចឹងណាតែអូទំនងឆ្ងាញ់ដល់ហើយបងប្អូនអើយនេះស្វាយមកថាហូបម្នាក់ឯងណាហើយមកតេះដល់កមិនដឹងជាហិលប៉ុណ្ណាទេបាទឥឡូវបងប្អូនចុចបន្ទាប់អញ្ចឹងមកបន្ទាប់ពីនិយាយរួចណាចុចកន្លែងពាក្យបន្ទាប់ហើយវានឹងដំណើរការបងប្អូនអញ្ចឹងនៅពេលដែលដំណើរការរួចវាលោតមកអេក្រង់នេះបាទកន្លែងនេះគឺដល់វគ្គយើងដាក់ចំណងជើងហ្នឹងហើយដាក់ចំណងជើងក៏បានស្ដី hashtag ចូលតែម្ដងក៏បាន hashtag នេះខ្ញុំបញ្ជាក់ម្ដងទៀតណា hashtag ពេលខ្លះវាអាចឲ្យយើងឃើញថាវាដូចទៅនឹង content hashtag ខ្លះវា load មកវាអត់ស៊ីនឹង content ទេអញ្ចឹងយើងកុំដាក់អីអាណាមិនស៊ីណាហ្នឹងហើយឥឡូវបងប្អូនដាក់រួចហើយបាទរួចរាល់ហើយដាក់បង្ហោះវីដេអូខ្លីមកហើយលទ្ធភាពមើលឃើញហ្នឹងវាសាធារណៈត្រូវហើយតែអាលើកដំបូងមិញអត់ឃើញរើសកន្លែងសាធារណៈឥឡូវចុចបន្ទាប់មកបាទនេះវាកំពុងតែបង្ហោះហើយណាបាទបងប្អូននេះតើយើងអូបានឃើញវីដេអូយើងបង្ហោះមិញវាបានប្រមាណភាគរយ
នេះបានបង្ហោះឲ្យបងប្អូនបានបង្ហោះនៅទៅប៉ុសរបស់អ្នកអីចង់ជាប់មាត់ជាប់អណ្ដាតមិនទេបងប្អូនឥឡូវខ្ញុំ refresh មួយណាខ្ញុំ refresh មួយហើយចុចលើ sort មកមិនឃើញនេះបាទចុច sort នេះឃើញទេហើយអាមាញ់នោះ22 view បាត់ហើយយើងធ្វើមាញ់នេះសោះហ្នឹងហើយបងប្អូនហើយនេះបាទខ្ញុំផុសមាញ់វាឃើញខ្មៅនៅឡើយបងប្អូនដោយសារYouTube វាអត់ទាន់នេះថាទាញភាពច្បាស់របស់វីដេអូរបស់យើងឲ្យវាពេញលេញណាហ្នឹងហើយការរក subscriber គឺរកបែបហ្នឹងហើយបងប្អូនហើយកុំភ្លេចធ្វើឲ្យបានច្រើនកាន់តែល្អបាទធ្វើ style បែបហ្នឹងមកអូខេបងប្អូនទាំងអស់គ្នាមិនហើយបាទធ្វើបានដែរឬទេបាទអញ្ចឹងតាក់ទងនឹងចម្ងល់ផ្សេងអីបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានណាបងប្អូនមួយទៀតប្រហែលជាប្លែកហើយក៏បាទវីដេអូដំបូងខ្ញុំថតនៅវាលស្រែឥឡូវវីដេអូចុងបញ្ចប់មកថតនៅផ្ទះបាទហ្នឹងហើយបងប្អូនដោយសារយើងរវល់ជាមួយនឹងការធ្វើការងារជាមួយនឹងក្រុមហ៊ុនឯកជនយើងមានពេលតិចតួចណាស់អញ្ចឹងទេខ្ញុំឆ្លៀតថតនៅវាលស្រែបានខ្លះមកបាទមកថតនៅផ្ទះបានខ្លះមកបាទចុងក្រោយបានមួយវីដេអូដើម្បីចែកម្លែកជូនទៅបងប្អូនទាំងអស់គ្នាហ្នឹងហើយសូមអធិស្ឋានផងរាល់កំហុសឆ្គងកន្លែងណាដែលកើតមាននៅក្នុងវីដេអូនេះបាទបើកចិត្តឲ្យទូលាយយើងរៀនទាំងអស់គ្នាដើរទៅមុខជាមួយគ្នាបងប្អូនស្រឡាញ់វិស័យនេះបាទប្រៀបដូចជាបងប្អូនមាននិស្ស័យជាមួយ YouTube អញ្ចឹងបើសិនបងប្អូនមាននិស្ស័យជាមួយ YouTube ហើយបាទតស៊ូរស់នៅជាមួយគ្នាទៅបាទគង់តែរីកចម្រើនគង់តែបានផលទេអរគុណជួបគ្នានៅវីដេអូចែករំលែកពេលក្រោយទៀតពីខ្ញុំបាទជម្រាបលាជូនពរបងប្អូនអរគ្នាសំណាងល្អសុខភាពល្អបាយបាយ